ខ្ញុំឆ្លៀតឱកាសនេះសូមបញ្ជាក់ជូនចែកចម្លែកព័ត៌មានមួយចំនួនទៅដល់បងប្អូនយើងបាទបានដឹងថាសង្គ្រាមដែលថៃបានឈ្លានពានទឹកដីកម្ពុជាយើងពួកគេបានធ្វើសង្គ្រាម2បាទទន្ទឹមគ្នាសង្គ្រាមទី1គឺសង្គ្រាមប្រដាប់អាវុធដោយដែលបងប្អូនយើងបានជ្រាបទាំងអស់គ្នាហើយគឺពួកគេបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទមានទាំងកំភ្លើងធំយន្តហោះទម្លាក់គ្រាប់បែកផងដ្រូនផងរហូតដល់គ្រាប់បែកចង្កោមបាញ់ផ្សែងពុលសពបែបយ៉ាងដែលយើងបានដឹងទាំងអស់គ្នាមកលើប្រទេសជាតិកងទ័ពនិងប្រជាពលរដ្ឋយើងទី2គឺសង្គ្រាមចិត្តសាស្ត្រសង្គ្រាមនេះក៏គ្រោះថ្នាក់ដែរបើសិនណាបើយើងមិនបានយល់ហើយយើងមិនប្រយ័ត្នប្រយែងហើយធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេសង្គ្រាមនេះគេមានគោលដៅបំបាក់ស្មារតីបំបាក់ទឹកចិត្តកងទ័ពប្រជាពលរដ្ឋហើយក៏មានចរិតញុះញង់បំបែកបំបាក់សាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំពីព្រោះគេយល់ឃើញថាការបំបែកបាននេះគឺជាចំណុចខ្សោយរបស់យើងហើយក្នុងសង្គ្រាមចិត្តសាស្ត្រនេះសត្រូវឈ្លានពានរបស់យើងប្រើប្រាស់វិធីសាស្ត្រច្រើនយ៉ាងទី1គឺបណ្ដាញសង្គមដោយបងប្អូនយើងបានឃើញណាគេបង្កើតគណនីคล้ายច្រើនណាស់ដាក់ឈ្មោះខ្មែរសរសេរអក្សរខ្មែរតែគោលដៅបំរើផលប្រយោជន៍ប្រទេសឈ្លានពាននៅក្នុងបណ្ដាញសង្គមសពថ្ងៃនេះបងប្អូនយើងប្រកាសជាបានស្គាល់ថាពួកគេបានបន្លំជាខ្មែរបាទឧទាហរណ៍គេបង្ហោះរូបភាពមួយចំនួនដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើងកងទ័ពយើងគេបង្ហោះសម្លៀកបំពាក់របស់យោធាយើងមានរូបសញ្ញា logo កងទ័ពយើងអីផ្លាកឈ្មោះអីគេយកមកតុបតែងបង្កើតឡើងហើយបង្ហោះថានេះគឺជាអ្វីដែលគេចាប់បានអញ្ចឹងទៅគេយល់គេឲ្យប្រជាពលរដ្ឋយើងកងទ័ពយើងយល់ថាយើងចាញ់នេះចិត្តសាស្ត្រនេះធំធេងដែលបងប្អូនយើងต้องប្រយ័ត្នតាមពិតគេបង្កើតទាំងស្រុងមួយទៀតគេយករូបអាវុធ BM21 ដែលឆេះក្នុងសង្គ្រាមនៅប្រទេសសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីជាដើមគេយកមកបង្ហោះហើយគេថានេះគឺជាអាវុធរបស់កម្ពុជាយើងដែលគេកំទេចបានណាបងប្អូនយើងឃើញច្រើននៅក្នុងហ្នឹងរូបភាពមួយទៀតគេបង្ហាញពីអាវុធបាញ់រថក្រោះដែលគេថាគេចាប់បានពីកម្ពុជាប៉ុន្តែតាមពិតគេយកពីប្រទេសផ្សេងនេះគ្រាន់តែជាឧទាហរណ៍ពី3ដែលខ្ញុំលើកមកបញ្ជាក់ក្នុងចំណោមឧទាហរណ៍ជាច្រើនដែលគេបង្កើតឡើងជាសង្គ្រាមចិត្តសាស្ត្រដើម្បីជះចូលមកក្នុងប្រទេសកម្ពុជាយើងទី2គេប្រើប្រាស់បណ្ដាញសារព័ត៌មានផ្លូវការរបស់គេតែម្ដងដូចបងប្អូនយើងបានដឹងបណ្ដាញសារព័ត៌មានផ្លូវការរបស់ថៃស្ទើរតែទាំងអស់គឺផ្សាយរឿងភូតកុហកបំភ្លឺបំភ្លៃបំរើឲ្យគោលដៅសង្គ្រាមចិត្តសាស្ត្ររបស់អ្នកឈ្លានពានគេផ្សាយពីកងទ័ពយើងស្លាប់ប៉ុណ្ណេះអ្នកប៉ុណ្ណោះអ្នកនៅក្នុងសមរភូមិបងប្អូនយើងអាចយល់ពីបញ្ហាហ្នឹងណាយើងការពារទឹកដីរបស់យើងនៅក្នុងដែនដីរបស់យើងចំណែកសត្រូវឈ្លានពានជាអ្នកចូលមកទឹកដីរបស់យើងណាអញ្ចឹងហេតុអីបានជាមកផ្សាយពីរឿងចំនួនកងទ័ពយើងស្លាប់អីទៅកើតវាអត់មានបាទអញ្ចឹងនេះគឺជាការភូតកុហកសុទ្ធសាធគឺជាការបំរើសង្គ្រាមចិត្តសាស្ត្រសុទ្ធសាធអញ្ចឹងតើបងប្អូនយើងប្រុងប្រយ័ត្នមួយទៀតមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីយោធារបស់គេនោះក៏តែងតែប្រើប្រាស់វិធីនឹងដែរតាមរយៈការអួតអាងបំភ្លឺបំភ្លៃក្នុងន័យបំបាក់ស្មារតីកងទ័ពបំបាក់ស្មារតីប្រជាពលរដ្ឋយើងបាទប៉ុន្តែជាការកត់សម្គាល់ពួកគេយល់ច្រឡំទាំងស្រុងប្រជាពលរដ្ឋខ្មែរទូទៅមិនបានធ្លាក់ចូលក្នុងអន្ទាក់នេះទេនេះគឺជាចំណុចគួរឲ្យកត់សម្គាល់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើង
ខ្ញុំពិតជាកោតសរសើរបងប្អូនយើងមែនទែនណាមានភាពសកម្មហើយដឹងថានេះជាសង្គ្រាមចិត្តសាស្ត្រហើយបានចេញមុខប្រតិកម្មវាយបកភ្លាមតបទៅនឹងសង្គ្រាមចិត្តសាស្ត្រការភូតកុហករបស់ភាគីប្រទេសដែលឈ្លានពានយើងខ្ញុំឆ្លៀតឱកាសនេះសូមសម្ដែងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋយើងជាពិសេសបងប្អូនអ្នកលេងបណ្ដាញសង្គម Facebook ឬក៏បណ្ដាញសង្គមផ្សេងទៀតដែលមានភាពរហ័សរហួននិងសកម្មមែនទែននៅក្នុងការឆ្លើយតបចំពោះសង្គ្រាមចិត្តសាស្ត្រនេះដែលបងប្អូនយើងមិនធ្លាក់ចូលក្នុងសង្គ្រាមនេះទេប៉ុន្តែទុយទៅវិញគឺបានឆ្លើយតបយ៉ាងសកម្មនេះសបញ្ជាក់ឲ្យឃើញថាម៉េចឃើញថាប្រជាពលរដ្ឋខ្មែរមានស្មារតីរឹងមាំល្អមានទឹកចិត្តស្នេហាជាតិបរិសុទ្ធនិងមានសាមគ្គីភាពប្រកបទៅដោយស្មារតីបុរេសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗប្រឆាំងនឹងសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងការញុះញង់បំបែកបំបាក់ហើយចេះការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសនិងប្រជាជាតិខ្មែរបានយ៉ាងល្អដែលពិតជាគួរឲ្យមោទនភាពណាស់នៅក្នុងនាមជាខ្មែរជាពិសេសនៅពេលមានសត្រូវឈ្លានពានទឹកដីប្រជាពលរដ្ឋខ្មែរចេះស្រាក់ដៃគ្នាមានជំនឿចិត្តមុតមមលើរាជរដ្ឋាភិបាលនិងលើថ្នាក់ដឹកនាំក៏ដូចជាលើវីរៈកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងនេះគឺជាចំណុចខ្លាំងយ៉ាងពិតប្រាកដមួយរបស់ខ្មែរយើងហើយនៅត្រង់ចំណុចនេះខ្ញុំក៏សូមឲ្យបងប្អូនយើងចំណាំទុកដែរថាមានខ្មែរយើងជ្រុលនិយមមកក្តាប់តូចទេបាទតែឥឡូវហ្នឹងវាដូចជាតូចជាងមកក្តាប់តូចជាងសល់តែ2-3ប្រហែលអ្នកតែប៉ុណ្្នឹងទេដែលបន្តសកម្មភាពប្រឆាំងផលប្រយោជន៍ខ្លួនឯងហើយបំរើឲ្យផលប្រយោជន៍ប្រទេសដែលឈ្លានពានយើងណាសល់ប្រហែលអ្នកទេបាទក្រៅពីហ្នឹងអ្នកដែលធ្លាប់គ្រប់គ្រងពីមុនមកដែលមានសល់តិចតួចចុងក្រោយហ្នឹងគេបានមើលឃើញគេបានងាកមកចូលរួមនៅក្នុងចលនាមហាសាមគ្គីជាតិខ្មែរដ៏ខ្លាំងក្លានៅជុំវិញរាជរដ្ឋាភិបាលនិងវីរៈកងទ័ពរបស់យើងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់យើងគឺមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភាដែលលោកតែងតែផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋយើងនៅគ្រប់កលៈទេសៈបាទជាពិសេសក្នុងកលៈទេសៈដែលប្រទេសយើងជួបការលំបាកដូចដែលយើងកំពុងឆ្លងកាត់នៅពេលនេះអញ្ចឹងយើងអាចសរុបមកវិញថាម៉ោងនេះខ្មែរបានបង្ហាញភាពខ្លាំងរបស់ខ្លួនឲ្យពិភពលោកបានឃើញហើយសហគមន៍អន្តរជាតិក៏គេកំពុងតែចាប់អារម្មណ៍កាន់តែខ្លាំងមកលើប្រទេសកម្ពុជាយើងប្រទេសដែលកំពុងតែតស៊ូយ៉ាងស្វិតស្វាញប្រឆាំងជាមួយនឹងសត្រូវឈ្លានពានប្រទេសដែលមានប្រជាពលរដ្ឋចេះសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនិងការពារពលរដ្ឋស្លូតត្រង់ចេញពីការរំលោភបំពានយ៉ាងកំរោលពីសំណាក់ប្រទេសថៃអញ្ចឹងសូមបងប្អូនយើងបន្តបាទបងប្អូនទាំងក្នុងនិងក្រៅប្រទេសសូមបន្តរក្សាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លានេះឲ្យคล้ายទៅជាមោទនភាពជាតិនៅគ្រប់កលៈទេសៈពីព្រោះនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលអាចយកឈ្នះបាទអស់មារសត្រូវជាពិសេសយកឈ្នះសត្រូវឈ្លានពានទឹកដីរបស់យើងបាទសូមអរគុណ